ជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់មកវិញជាមួយខ្ញុំនៅវីដេអូថ្មីយ៉ាងម៉េចដែរបងប្អូនតើសុខសប្បាយជាទេអធ្យាស្រ័យផងបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំមិនសូវបានចេញវីដេអូព្រោះរវល់ការងារច្រើនមួយរយៈនេះសង្ឃឹមថាបងប្អូននៅតែបន្តគាំទ្រខ្ញុំជានិច្ចខ្ញុំពិតជាត្រូវការបងប្អូនណាសម្រាប់ការចែករំលែកសាច់រឿងផ្សេងៗមកកាន់ខ្ញុំហើយនៅក្នុងយប់នេះដែរខ្ញុំមានសាច់រឿងមួយដែលជាសាច់រឿងរបស់ខ្ញុំដែលបានជួបផ្ទាល់នៅអូតែមួយនៅក្នុងក្រុងភ្នំពេញនៅក្នុងឆ្នាំ2023ខ្ញុំជាអ្នករស់នៅទីរួមខេត្តដោយខ្ញុំត្រូវរៀនផ្នែកច្បាប់ខ្លះទើបតម្រូវឲ្យខ្ញុំឡើងទៅរៀននៅភ្នំពេញជារៀងរាល់អាទិត្យខ្ញុំត្រូវឡើងទៅគេងនៅភ្នំពេញមួយយប់ដោយសារតែខ្ញុំត្រូវចូលរៀននៅព្រឹកម៉ោង7 កន្លះអញ្ចឹងជាទូទៅរៀងរាល់ថ្ងៃសៅរ៍ខ្ញុំត្រូវឡើងទៅភ្នំពេញដើម្បីគេងមួយយប់ដើម្បីព្រឹកស្អែកឡើងថ្ងៃអាទិត្យខ្ញុំត្រូវចូលរៀនពីព្រឹកហើយមួយថ្ងៃวันនេះគឺខ្ញុំនៅភ្នំពេញអញ្ចឹងនៅពេលដែលចប់ការងារខ្ញុំនឹងឡើងមកផ្ទះវិញនៅខេត្តមុនពេលដែលខ្ញុំឡើងទៅភ្នំពេញខ្ញុំបានឆែកមើលនៅចិត្តសាលារៀនរបស់ខ្ញុំដែលត្រូវរៀនហ្នឹងគឺមានអូតែមួយហើយស្អាតហើយមានតម្លៃសមរម្យទៀតហើយវាសំខាន់គឺនៅចិត្តកន្លែងខ្ញុំរៀនតែម្ដងអញ្ចឹងខ្ញុំសម្រេចចិត្តថាគឺខ្ញុំនឹងទៅគេងនៅកន្លែងហ្នឹងខ្ញុំចេញពីផ្ទះរបស់ខ្ញុំនៅខេត្តហ្នឹងគឺពេលថ្ងៃហើយប្រហែលជាយប់ឡើងម៉ោង8ទើបខ្ញុំបានទៅដល់ភ្នំពេញពេលខ្ញុំបានទៅដល់ភ្នំពេញខ្ញុំក៏បានហៅកង់3ឲ្យគាត់បានជួលខ្ញុំទៅកន្លែងអូតែលដែលខ្ញុំសម្រេចចិត្តថាគេនៅទីនោះនៅក្នុងយប់នេះពេលដែលខ្ញុំទៅដល់អូតែលនោះភ្លាមខ្ញុំក៏លែកមើលជុំវិញដល់ឃើញថាអត់សូវមានមនុស្សទៅគេងទេប៉ុន្តែខ្ញុំគិតថាអញ្ចេះប្រហែលជាមិនមែនថ្ងៃបុណ្យថ្ងៃទានអញ្ចឹងណាបានអត់សូវមានមនុស្សទៅគេងព្រោះណាមួយនៅក្នុងទីក្រុងផងអញ្ចឹងវាមិនមែនដូចយើងនៅតាមខេត្តពេលខ្លះអាចមានអ្នកទៅគេងច្រើនអញ្ចឹងបើចកានៅក្នុងភ្នំពេញអាចតែពេលថ្ងៃបុណ្យទាននេះទៅអាចមានមនុស្សច្រើនអញ្ចឹងជាថ្ងៃធម្មតាអត់សូវមានមនុស្សទេហើយខ្ញុំក៏អត់មានបានគិតអីច្រើនដែរព្រោះគិតថាជារឿងធម្មតាអញ្ចឹងខ្ញុំក៏ចូលទៅ check in check អីហើយគេក៏បានឲ្យសោបន្ទប់មកខ្ញុំហើយលេខបន្ទប់បើខ្ញុំត្រូវគេយប់ហ្នឹងគឺលេខ313ខ្ញុំក៏យកអីវ៉ាន់ឡើងតាមចរាយន្តឡើងទៅដល់ជាន់ទី3ហើយខ្ញុំបានចេញពីចរាយន្តនឹងភ្លាមខ្ញុំចាប់អារម្មណ៍ថាស្ងាត់ហ្មងគឺដូចមានអារម្មណ៍ថានៅក្នុងមួយជាន់ទី3ហ្នឹងគឺមានតែខ្ញុំឯងដែលគេនៅក្នុងបន្ទប់នៅជាន់ហ្នឹងតែម្នាក់ឯងខ្ញុំដើរទៅមុខតិចទៀតដល់ឯផ្លូវកាច់ហ្នឹងមានកៅអីមួយជួរដែលគេដាក់សម្រាប់ឲ្យភ្ញៀវអង្គុយលេងអីចឹងក៏ប៉ុន្តែខ្ញុំដើរទៅស្រាប់តែខ្ញុំឃើញមានអ៊ំស្រីម្នាក់រៀងចាស់ហើយអាយុប្រហែលជា50ឆ្នាំជាងអង្គុយអោនមុខចុះហើយនៅស្ងៀមអញ្ចឹងខ្ញុំគិតថាប្រហែលជាអ្នកអនាម័យនៅទីនោះហើយគាត់ហត់ហើយជាគាត់អង្គុយសម្រាកអីចឹងខ្ញុំក៏អត់គិតអីច្រើនទៀតព្រោះអត់មានបានសួរនាំឲ្យគាត់ដែរព្រោះឃើញគាត់អោនមុខគិតថាប្រហែលជាគាត់សម្រាកអញ្ចឹងទៅក៏ដើរទៅមុខរហូតទៅដល់មុខបន្ទប់ខ្ញុំដើរទៅដល់ត្រង់ហ្មងបន្ទប់ខ្ញុំគឺលេខ313បន្ទប់ខ្ញុំបើនិយាយទៅគឺដើរមកផ្លូវបត់មកផ្លូវមកគឺដើរមកត្រង់គឺដល់បន្ទប់ខ្ញុំហ្មងដោយសារតែបន្ទប់ខ្ញុំហ្នឹងគឺនៅចំពីមុខផ្លូវហ្នឹងហ្មងអញ្ចឹងពេលដែលបត់ហើយគឺដើរមកត្រង់គឺឃើញបន្ទប់ហ្នឹងនៅពីមុខផ្លូវហ្នឹងហ្មងហើយជាទម្លាប់របស់ខ្ញុំមុនពេលដែលខ្ញុំចូលទៅក្នុងបន្ទប់គេងនៅកន្លែងទស្សនៈក៏ដោយទៅណាក៏ដោយខ្ញុំតែងតែគោះទ្វារ3ដងសិនបាទខ្ញុំចាក់សោចូលទៅក្នុងនៅពេលដែលខ្ញុំចាក់សោចូលទៅក្នុងភ្លាមគ្រាន់តែបើកទ្វារហ្នឹងក៏ស្រាប់តែមានខ្យល់មួយត្រជាក់មកប៉ះខ្លួនខ្ញុំភ្លាមដោយធ្វើខ្ញុំព្រឺសបល់ភ្លាមហ្មងប៉ុន្តែអត់មានឃើញអីទេគ្រាន់តែមានខ្យល់មួយដល់ពេលហ្នឹងខ្ញុំគិតថាប្រហែលជាមកពីអាកាសធាតុត្រជាក់អញ្ចឹងណាព្រោះដល់ពេលហ្នឹងពេលដែលខ្ញុំទៅហ្នឹងគឺក្នុងអំឡុងពេលខែ12ឯងអញ្ចឹងគឺខែត្រជាក់អីខ្ញុំក៏បានដើរចូលក្នុងបន្ទប់ហ្នឹងបើកភ្លើងចាក់សោធម្មតាបិទទ្វារបិទអីហើយទៅក៏រៀបអីវ៉ៃអវ៉ាន់ដាក់នៅក្រែហ្នឹងទៅនៅក្នុងបន្ទប់ហ្នឹងគឺស្អាតមានភ្លើងគ្រប់គ្រាន់មានរបស់របរប្រើប្រាស់សុទ្ធតែរបស់ល្អថ្មីហើយនៅតាមជើងមានរូបថតហើយជា 4-5 ហើយប៉ុន្តែរូបថតហ្នឹងគឺជារូបថតបែបបុរាណណាមានមនុស្សប្រុសមានមនុស្សស្រីខ្ញុំចាប់អារម្មណ៍មានរូបមួយគឺជារូបមនុស្សស្រីពាក់សម្លៀកបំពាក់បែបបុរាណដែលមើលទៅដឹងថាជាឈុតរៀបការហើយរូបថតហ្នឹងសម្លឹងមើលមកកាមេរ៉ាអញ្ចឹងពេលដែលយើងមើលរូបហ្នឹងទៅគឺភ្នែកដូចពងតែមើលគ្នាទៅវិញទៅមកអញ្ចឹងបានន័យថាពេលដែលគាត់ថតគឺគាត់មើលមកកាមេរ៉ាពេលដែលយើងមើលនៅក្នុងរូបថតហ្នឹងទៅគឺគាត់មើលដូចមើលមុខយើងដូចគ្នា
ពេលហ្នឹងខ្ញុំមានអារម្មណ៍ថារៀងខ្លាចតិចតិចហើយព្រោះថាដូចចម្លែកតាំងពីចូលមកហ្មងណាប៉ុន្តែខ្ញុំគិតអញ្ចេះវិញខ្ញុំគិតថាជារឿងធម្មតាទៅដោយសារហ្នឹងគ្រាន់តែជារូបថតហ្នឹងតែគិតថាមួយទៀតរៀងស្ដាយលុយព្រោះថាយើងឲ្យលុយគេអស់ហើយហ្នឹងពេលហ្នឹងហើយមួយទៀតវាយប់ហើយយើងចេញក៏អត់កើតដែរអញ្ចឹងណាដល់ចុងក្រោយខ្ញុំក៏សម្រេចចិត្តថាខ្ញុំអត់ចេញតាណាទេគឺខ្ញុំនៅគេនៅនឹងដដែលព្រោះវាយប់ហ្មងវាយប់ខ្លាំងពេកហើយអញ្ចឹងខ្ញុំក៏បើកទូឲ្យលឺសំឡេងទៅដើម្បីកុំឲ្យស្ងាត់ពេកហើយក៏រៀបចំខ្លួនចូលទៅងូតទឹកទៅតពីខ្ញុំងូតទឹកងូតនេះហើយខ្ញុំក៏រៀបចំគេងប៉ុន្តែចម្លែកខ្ញុំគេងអត់លក់សោះហ្មងព្រោះខ្ញុំគិតថាប្រហែលជាអាចមកពីខ្ញុំផ្លែកន្លែងគេងខ្ញុំថ្មីខ្ញុំគេងមិនលក់សោះដល់មកខ្ញុំគេងមើលទូរស័ព្ទខ្ញុំមើល Facebook មើលអីចឹងទៅមើលរហូតដល់ប្រហែលជាម៉ោង 1 ជាងខ្ញុំក៏គេងលក់ដាក់ដឹងខ្លួនដែរខ្ញុំគេងមកបន្តិចស្រាប់តែភ្ញាក់មកវិញគឺដោយសារតែសលេងទូបើកខ្លាំងពេកតែខ្ញុំចង់ថាពេលដែលខ្ញុំគេងហ្នឹងគឺខ្ញុំអត់បានបើកទូសំឡេងខ្លាំងទេខ្ញុំគ្រាន់តែបើកទូប៉ុន្តែខ្ញុំអត់មានបើកសំឡេងទេហើយតេឡេទូហ្នឹងក៏ខ្ញុំអត់បានដាក់នៅលើក្រែនដែរគឺដាក់នៅលើតុផ្សេងទេបើសិនជាអញ្ចឹងវាអត់មានហេតុផលអីតែខ្ញុំគេងទៅលើចុចបានន័យថាខ្ញុំគេងទៅលើតេឡេហ្នឹងហើយទៅចុចលើសំឡេងខ្លួនឯងគឺវាអត់មានបែបហ្នឹងទេពេលអញ្ចឹងឆ្ងល់ខ្លាំងមែនតើពេលហ្នឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំក៏បិទទូហ្នឹងហើយខ្ញុំយកតេឡេទុកនៅលើតុហើយខ្ញុំក៏បើកភ្លើងពេញបន្ទប់ហ្នឹងហ្មងគឺបានន័យថាគឺខ្ញុំគេងលេងលក់ហើយខ្ញុំក៏គេងមើលទូរស័ព្ទមើលអីដើម្បីបន្លប់កុំឲ្យខ្លាចអញ្ចឹងណាប៉ុន្តែនៅក្នុងបន្ទប់ហ្នឹងគឺខ្ញុំបើកភ្លើងទាំងអស់ហ្មងបានប្រហែលជាប្រហែលនាទីក្រោយទូក៏ចាប់ផ្ដើមបើកម្ដងទៀតហើយលើកនេះមិនមែនតែបើកទូហើយណាសំឡេងគឺបើកខ្លាំងមែនតើបើកឡើងធ្វើឲ្យខ្ញុំភ្ញាក់ខ្លាំងមែនតើហ្មងពេលហ្នឹងបន្ទាប់មកភ្លើងនៅក្នុងបន្ទប់ហ្នឹងចាប់ដើមភ្លឹបផ្លែហើយសម្រាប់នៅក្នុងបន្ទប់ទឹកវិញទឹកក៏ចាប់ផ្ដើមបើកខ្លួនឯងបើកអាទឹកកន្លែងយើងលើកមុខហ្នឹងក៏បើកខ្លួនឯងហើយទឹកកន្លែងមួយទឹកក៏បើកខ្លួនឯងហើយបន្ទាប់មកអាទឹកនៅចានប្រគុណហ្នឹងក៏ចុចខ្លួនឯងទៀតពេលហ្នឹងណាមិនត្រឹមតែប៉ុណ្្នឹងអាទ្វារបន្ទប់ទឹកបិទបើកពេលហ្នឹងខ្ញុំព្រឺក្បាលខ្លាំងមែនតើខ្ញុំអត់ដឹងថាត្រូវធ្វើមិនទេពេលហ្នឹងគឺខ្ញុំស្លន់ហ្មងគឺខ្ញុំនៅម្នាក់ឯងខ្ញុំភ័យខ្លាំងពេកហើយខ្ញុំពេលហ្នឹងគឺខ្ញុំចាប់ដើមដឹងថាខ្មោចលងខ្ញុំមែនតើណាខ្ញុំភ័យឡងញ័រដៃញ័រជើងបនម៉ែបនឪអស់ហើយពេលហ្នឹងតមកខ្ញុំក៏អត់ហ៊ានធ្វើអីទៀតដែរខ្ញុំក៏ទាញភួយមកក៏លំភួយនៅលើក្រែហ្នឹងហ្មងប្រហែលបានបន្តិចសម្លេងទាំងអស់ហ្នឹងក៏ចាប់ដើមស្ងាត់ខ្ញុំបើកភួយម្ដងបន្តិចលួចមើលព្រោះខ្លាចជួបខ្មោចនៅពីមុខតែពេលបើកមកគឺអត់មានអីទាំងអស់ទាំងដែលមុនហ្នឹងគឺបន្ទប់ខ្ញុំដូចក្លាប់ចាក់ផែនដីអញ្ចឹងគឺអញ្ញាពេលហ្នឹងហ្មងបន្ទាប់មកខ្ញុំក៏ដើរទៅបន្ទប់ទឹកតែអ្វីដែលខ្ញុំឃើញគឺទឹកពិតជាបានបើកមែនតើហើយទាំងដែលខ្ញុំមុតទឹកហើយនឹងបិទច្បាស់មែនតើខ្ញុំបានបិទទឹកនឹងហើយបានដើរចេញមកតែខ្ញុំឆ្ងល់ថាហេតុអីបានទឹកនឹងបើកខ្លួនឯងខ្ញុំបិទទឹកនឹងហើយខ្ញុំក៏ដើរចេញមកវិញបងប្អូននៅចាំមកគឺរូបថតដែលខ្ញុំនិយាយហ្នឹងណាខ្ញុំក៏កលែកទៅមើលរូបថតដែលមានមនុស្សស្រីជាពាក់បុរាណហ្នឹងស្រាប់តែខ្ញុំមានអារម្មណ៍ថារូបមួយហ្នឹងគឺកំពុងតែមើលមកខ្ញុំពេលខ្ញុំដើរទៅណាក៏ខ្ញុំមានអារម្មណ៍ថាកៅភ្នែករបស់ម្នាក់ស្រីហ្នឹងគឺកំពុងតែមើលមកខ្ញុំហ្មងពេលហ្នឹងខ្ញុំចាប់ដើមញ័រពេញខ្លួនអស់ខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទេតែខ្ញុំអត់បានឃើញអីទេគឺឮតែសំឡេងដែលខ្ញុំប្រាប់ហ្នឹងហើយនឹងសកម្មភាពទាំងអស់ហ្នឹងហើយនឹងរូបថតមួយហ្នឹងគឺអង្គុយគឺរូបថតមួយហ្នឹងគឺសន្លក់ខ្ញុំរហូតហ្មងខ្ញុំចាប់ផ្ដើមបែកញើសពេញខ្លួនហ្មងទាំងដែលក្នុងបន្ទប់ហ្នឹងគឺខ្ញុំបើកម៉ាស៊ីនត្រជាក់ឡើងត្រជាក់ហ្មងហើយខ្ញុំបែកញើសហ្មងពេលហ្នឹងខ្ញុំក៏ឡើងមកលើពុកវិញបន្ទាប់មកខ្ញុំក៏នឹកឃើញថាខ្ញុំថ្វាយបង្គំខ្នើយ3ដងហើយនិយាយថាកូនចៅអត់បានធ្វើអីទេគ្រាន់តែសុំស្នាក់នៅមកយកតែប៉ុណ្ណោះសូមកុំឲ្យកូនចៅជួបរឿងអីព្រោះខ្ញុំមកល្អទេខ្ញុំសុំគេតែមកយកទេព្រោះស្អែកខ្ញុំចាក់ចេញទៅវិញហើយបន្ទាប់ពីខ្ញុំបាននិយាយហើយខ្ញុំក៏មើលម៉ោងឃើញថាម៉ោង3យប់ហើយខ្ញុំក៏លំភួយហើយអត់ហ៊ានបើកភួយទេខ្ញុំអត់ដឹងថាខ្ញុំគេងលក់តាំងពីពេលណាទេគឺពេលដែលខ្ញុំភ្ញាក់ឡើងគឺម៉ោង6ព្រឹកហើយនៅពេលព្រឹកឡើងខ្ញុំរៀបចំខ្លួននេះហើយខ្ញុំក៏ចាក់ចេញពីបន្ទប់ហ្នឹងទៅហើយខ្ញុំក៏ check out ប៉ុន្តែនៅពេលដែលខ្ញុំ check out ហ្នឹងគឺខ្ញុំអត់មានបានប្រាប់ទៅអ្នកគិតលុយនៅខាងក្រោមហ្នឹងទេហើយនៅក្នុងរឿងនេះខ្ញុំគិតថាប្រហែលជាខ្ញុំអត់បានសុំគេនៅពេលដែលខ្ញុំទៅគេងកន្លែងថ្មីទៅបានគេមករំខានខ្ញុំបែបនេះអញ្ចឹងណាហើយចាប់តាំងពីពេលហ្នឹងមក
ខ្ញុំទៅគេនៅកន្លែងណាក៏ខ្ញុំតែងតែថ្វាយបង្គំខ្នើយ3ដងចឹងដែរព្រោះថាខ្ញុំខ្លាចជួបអញ្ចឹងទៀតក៏ប៉ុន្តែខ្ញុំនិយាយមកដល់កន្លែងនេះខ្ញុំនៅតែជួបរឿងនេះម្ដងទៀតហើយខ្លាំងជាងនឹងទៀតគឺនៅពេលដែលខ្ញុំទៅដើរលេងខេត្តមួយជួបជុំជាមួយមិត្តភក្តិខ្ញុំនៅក្នុងខេត្តដែលមានប្រាសាទច្រើនមែនតើតែរឿងមួយនេះខ្ញុំសូមលាក់សិនបើសិនជាបងប្អូនចង់ស្ដាប់បងប្អូនខមមិនខាងក្រោមចាំខ្ញុំយកសាច់រឿងពិតមួយនេះទៀតខ្ញុំនឹងមកនិទានឲ្យបងប្អូនស្ដាប់ហើយរឿងនេះគឺរំភើបខ្លាំងជាងរឿងនេះទៀតយ៉ាងម៉េចដែរបងប្អូនសម្រាប់សាច់រឿងរបស់ខ្ញុំនៅអូតានេះខ្ញុំគិតថាយើងទៅគេងនៅទីណាក៏យើងត្រូវតែសុំហើយបើសិនជាចូលទៅមានសភាពស្រួលមិនស្រួលយើងគួរតែបដូរបន្ទប់ទៅកុំឲ្យជួបដូចខ្ញុំទៀតជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់មកដល់ចុងវីដេអូនេះហើយបើសិនជាបងប្អូនចូលចិត្តសូមបងប្អូនជួយចែករំលែកវីដេអូនេះផងបើសិនជាបងប្អូនមានសាច់រឿងចង់ចែករំលែកសូមបងប្អូនឆាតមកខ្ញុំតាមរយៈ Telegram និងសូមបងប្អូនមេត្តាជួយគាំទ្រនិងលើកទឹកចិត្តខ្ញុំតាមរយៈការឧបត្ថម្ភតាមរយៈ QR Code ខាងក្រោមនេះផងសូមអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ